នេះគឺជាពស់ដ៏គ្រោះថ្នាក់បំផុតដែលតែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់ប្រជាកសិករយើងនៅប្រទេសកម្ពុជាយើងជារៀងរាល់ឆ្នាំតែងតែមានមនុស្សគ្រោះថ្នាក់ដោយសារពស់មួយប្រភេទនេះជាញឹកញាប់ហើយនេះគឺជាពស់ស្រកាចាស់ពស់ដែលមានពិសអាចសម្លាប់មនុស្សយើងបាននៅពេលវាខាំចង្កូមដ៏មុតស្រួយរបស់វាបានបញ្ចេញជាតិពិសចូលមកតាមសរសៃឈាមរបស់យើងវាធ្វើឲ្យឈាមកកដុំជាតិពិសនឹងវាប្រហារបេះដូងនិងប្រព័ន្ធប្រសាទយ៉ាងលឿនហើយជនរងគ្រោះនឹងមានអាការៈឈឺចុកចាប់ត្រង់មុខរបួសពិបាកដកដង្ហើមនិងពិបាកធ្វើចលនាមិនយូរប៉ុន្មានជនរងគ្រោះនឹងមានអាការៈក្អួតចង្អោរអស់កម្លាំងនិងបាត់បង់ស្មារតីបន្ទាប់ពីពស់ស្រកាចាស់ខាំរយៈពេលពី5ទៅ6ម៉ោងហើយមិនទាន់បានទទួលការសង្គ្រោះជីវិតគឺប្រឈមនឹងសេចក្តីមរណៈពស់នេះមានសម្បុរពណ៌ត្នោតឬពណ៌លឿងចាស់ជាទូទៅវាមានប្រវែងពីកន្លះម៉ែត្រទៅ1ម៉ែត្រសម្បូរសាច់ចំណែកឯដងខ្លួនរបស់វាមានក្រឡាដូចជាក្រឡាហូលស្រគាំចាស់លក្ខណៈបែបនេះគឺអំណោយផលដល់ការលាក់ខ្លួនបានយ៉ាងល្អបំផុតជាធម្មតាពស់ស្រកាចាស់ចូលចិត្តរស់នៅតាមវាលស្រែចម្ការហើយសម្ងំលាក់ខ្លួនតាមដើមពោតដើមស្រូវដើមសណ្ដែកឬចម្ការកៅស៊ូជាដើមក្នុងគោលបំណងរបស់វាគឺសម្ងំលាក់ខ្លួននឹងតាមប្រមាញ់ចំណីហើយចំណីដែលវាចូលចិត្តគឺជាសត្វកណ្ដោពេលខ្លះវាក៏ស៊ីសត្វកង្កែបនិងសត្វកំប្រុកនិងសត្វបក្សីផងដែរជាក់ស្ដែងនៅពេលស្រូវស្រែចម្ការដល់ពេលប្រមូលផលមានសត្វផ្សេងមកស៊ីដំណាំពេលនោះសត្វពស់ស្រកាចាស់វានឹងចេញមករកស៊ីសត្វទាំងនោះផងដែរទន្ទឹមនឹងនោះប្រជាកសិករក៏ចុះប្រមូលផលហើយវាពិតជាមានហានិភ័យខ្លាំងមែនទែនត្បិតតែពស់ស្រកាចាស់សម្បូរសាច់ហើយវាយឺតប៉ុន្តែល្បឿននៃការហក់ខាំវាប្រហាររបស់វាគឺលឿនបំផុតប្រសិនជាចំណីឬមួយក៏ជើងរបស់មនុស្សយើងដើរក្បែរឬក៏ជាន់វានឹងប្រតិកម្មយ៉ាងរហ័សបំផុតស្ទើរតែ99%គោលដៅរបស់វាពុំអាចគេចផុតរួចឡើយសូមបញ្ជាក់ថាពស់ស្រកាចាស់វារកស៊ីពេលយប់ហើយពេលថ្ងៃវានឹងស្រងំលាក់ខ្លួនវាមិនចូលចិត្តឡើងដើមឈើឬក៏ប្រភពទឹកនោះទេចំណែកឯការបន្តពូជរបស់វាចូលចិត្តបន្តពូជនៅពេលដែលមានចំណីច្រើនចុងខែវស្សានិងមិនមានពងនៅខាងក្រៅទេវានឹងទម្លាក់កូនពី10ទៅ15ក្បាលក្នុងមួយសម្បុកសរុបមកពស់ស្រកាចាស់គឺជាពស់មួយប្រភេទដែលមានពិសកាចសាហាវអាចបង្កហានិភ័យដល់មនុស្សយើងបានយើងមិនគួរធ្វើប្រហែសចំពោះវាឡើយនៅពេលដែលទៅស្រែចម្ការយើងគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ប្រសិនបើពស់ស្រកាចាស់ខាំសូមប្រញាប់ស្វែងរកការសង្គ្រោះឬទៅមន្ទីរពេទ្យដែលនៅជិតបំផុតទោះបីជាវាជាសត្វដែលមានពិសកាចសាហាវពិតមែនប៉ុន្តែជាញឹកញាប់ក៏ត្រូវបានមនុស្សប្រមាញ់វាផងដែរអ្នកដែលធ្លាប់ហូបសាច់របស់វាគេថាសាច់វាមានរសជាតិឆ្ងាញ់និងសម្បូរសាច់ហើយនឹងផ្ដល់ថាមពលបានយ៉ាងច្រើនដូច្នេះហើយទើបប្រជាកសិករមួយចំនួនក្រោយពេលគាត់ទំនេរពីស្រែចម្ការរាយម៉ងដាក់អន្ទាក់ឬក៏ជីករុនដើម្បីយកពស់ស្រកាចាស់ធ្វើជាម្ហូបផងដែរតើបងប្អូនយល់ឃើញបែបណាចំពោះពស់ស្រកាចាស់មួយប្រភេទនេះឬក៏បងប្អូនចង់ឲ្យខ្ញុំធ្វើអំពីពស់ប្រភេទផ្សេងអាចសម្ដែងមតិនៅ comment ខាងក្រោមអរគុណដែលបានតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ចាំជួបគ្នានៅវីដេអូថ្មីអរគុណ